សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការលុបជាមួយនឹង account Facebook ចេញណាហើយចង់ឈប់ប្រើតែម្ដងអាចមើលវិធីសាស្ត្រនេះខ្ញុំនឹងធ្វើការចែករំលែកលំអិតតែម្ដងពីរបៀបក្នុងការលុបវិធីសាស្ត្រលុបអត់ពិបាកទេយើងចូលជាមួយនឹង Facebook ហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញាគូស3នៅត្រង់ចំណុចខាងលើហ្នឹងរួចយើងចុចទៅលើអក្សរ setting and privacy បន្ទាប់មកយើងធ្វើការចុចត្រង់ចំណុចsetting បន្ទាប់មកទៀតបងប្អូននឹងឃើញទម្រង់បែបនេះហើយត្រង់ចំណុចខាងលើហ្នឹងដែលគេដាក់ថា account center ហ្នឹងយើងធ្វើការចុចត្រង់ចំណុចហ្នឹងមកបន្ទាប់មកយើងធ្វើការ scroll មកក្រោមបន្តិចបាទចុចទៅលើពាក្យថា personal detail អញ្ចឹងបន្ទាប់ពីយើងធ្វើការចុចរួចរាល់បងប្អូននឹងឃើញទម្រង់បែបនេះហើយអញ្ចឹងត្រង់ចំណុចខាងក្រោមហ្នឹងគេដាក់ថា account បាទ ownership and control អញ្ចឹងយើងចុចទៅលើហ្នឹងមកបន្ទាប់មកវានឹងបង្ហាញទម្រង់បែបនេះទី1គឺគេដាក់ថា memo role license ហើយទី2គេដាក់ថា deactivate or deletion អញ្ចឹងយើងចុចត្រង់ចំណុចខាងក្រោមបន្ទាប់មកយើងនឹងឃើញឈ្មោះ Facebook របស់យើងហើយអញ្ចឹងយើងចុចទៅលើនឹងមកអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងធ្វើការចុចបែបនឹងរួចរាល់ហើយវានឹងបង្ហាញទម្រង់បែបនេះហើយខាងលើនេះគឺជាចំណុចដែលយើងធ្វើការ reactivate មានន័យថាយក account ដែលយើងបានលុបហ្នឹងយកមកប្រើប្រាស់វិញអញ្ចឹងណាបាទហើយត្រង់ចំណុចខាងក្រោមគឺជាចំណុចដែលយើងធ្វើការលុបជាមួយនឹង account Facebook របស់យើងដែលគេដាក់ថា delete account អញ្ចឹងយើងចុចទៅលើហ្នឹងមកបន្ទាប់មកយើងចុចពាក្យថា continue បាទបន្ទាប់មកទៀតវានឹងបង្ហាញយើងបែបនេះហើយមុននឹងយើងធ្វើការលុបយើងមាន friend Facebook ប្រមាណការផុសប្រមាណមានរូបថតប្រមាណអញ្ចឹងទៅបាទបន្ទាប់ពីយើងសម្រេចចិត្តថាលុបយើងចុចពាក្យថា continue បន្ទាប់មកដល់ត្រង់ចំណុចនេះវានឹងសួរយើងសិនហើយនេះគឺជាលក្ខខណ្ឌក្នុងការលុបជាមួយនឹង account Facebook វាមានលក្ខខណ្ឌច្រើនសម្រាប់ឲ្យយើងធ្វើការជ្រើសរើសអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសនៅលក្ខខណ្ឌមួយណាក៏បានដែរសម្រាប់បងប្អូនណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការជ្រើសនៅលក្ខខណ្ឌហើយយើងគ្រាន់តែធ្វើការចុចពាក្យ continue មកហើយបន្ទាប់មកទៀតវានឹងសួរយើងបន្ថែមទៀតអីបាទហើយបងប្អូនគ្រាន់តែចុចពាក្យ continue មកបន្ទាប់មកយើងធ្វើការ scroll ចុះមកក្រោមបន្តិចបាទបងប្អូនត្រូវធ្វើការចុចពាក្យ continue ម្ដងទៀតរួចហើយត្រង់ចំណុចនេះគឺវាតម្រូវឲ្យយើងធ្វើការវាយនៅលេខសម្ងាត់នៅពេលដែលយើងធ្វើការវាយនៅលេខសម្ងាត់ Facebook រួចរាល់ហើយគឺវាតម្រូវឲ្យយើងធ្វើការចុច delete account Facebook យកតែម្ដងអញ្ចឹងណាត្រង់ចំណុចហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចពាក្យថា delete account Facebook ហើយគឺយើងលែងអាចធ្វើការប្រើប្រាស់ជាមួយនឹង account Facebook នឹងបានទៀតហើយអញ្ចឹងណាអញ្ចឹងមុននឹងធ្វើការសម្រេចចិត្តក្នុងការលុប account Facebook ឬក៏បងប្អូនសង្ស័យថា account Facebook ហ្នឹងគឺអាចនឹងមានគេលួចអញ្ចឹងណាបងប្អូនក៏អាចធ្វើការលុបចេញបានដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការលុបរួចរាល់ហើយគឺយើងនឹងបាត់ account Facebook នឹងតែម្ដងហើយយើងអាចទាញយកមកវិញបានរយៈពេលតែត្រឹម30ថ្ងៃទេបងប្អូនបាទលើសហ្នឹងគឺអត់បានទេអរគុណ